នេះនាងខ្ញុំសូមបង្ហាញជូនលោកអ្នកអំពីកម្ពុជាយន្តហោះចម្បាំងដ៏ទំនើបដែលមានតម្លៃថ្លៃបំផុតទាំង10នៅលើពិភពលោកដោយមានតម្រូវការដ៏ធំធេងនៃការព្យាយាមការពារជាតិការរីកចម្រើនយ៉ាងខ្លាំងបានកើតឡើងជាពិសេសនៅក្នុងកងការពារដែនអាកាសនៃប្រទេសនីមួយៗយន្តហោះចម្បាំងដែលមានតម្លៃថ្លៃជាច្រើនត្រូវបានបង្កើតឡើងជាពិសេសដោយយោធាសហរដ្ឋអាមេរិកដើម្បីអាចការពារដែនអាកាសរបស់ប្រទេសពួកគេកាន់តែមានប្រសិទ្ធភាពដោយគ្មានការព្រួយបារម្ភថាសត្រូវអាចមានអាវុធដ៏សាហាវជាងអ្វីដែលពួកគេមាននោះទេខាងក្រោមនេះគឺជាបញ្ជីនៃយន្តហោះចម្បាំងដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោកយន្តហោះប្រភេទ FA-18 Hornet ដែលមានតម្លៃ$94 លានអាមេរិកយន្តហោះចម្បាំងនេះអាចវាយប្រហារទៅលើខ្មាំងសត្រូវទាំងនៅលើដីក៏ដូចជានៅលើអាកាសដែលយន្តហោះទាំងនេះគឺជាយន្តហោះដែលបានផ្ដល់ជ័យជំនះដល់ជនជាតិអាមេរិកក្នុងឆ្នាំ1990ហើយតាំងពីពេលនោះមកមានប្រទេសជាច្រើនបានទិញយន្តហោះនេះដោយសារតែវាមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំងនោះគឺមានប្រទេសអ៊ីស្រាអែលប្រទេសកាណាដាប្រទេសបារាំងនិងប្រទេសជាច្រើនទៀតយន្តហោះប្រភេទ EA-18G Growler ដែលមានតម្លៃ$102 លានអាមេរិកយន្តហោះចម្បាំងប្រភេទនេះត្រូវបានបំពាក់ជាមួយនឹងឧបករណ៍ដែលបង្អាក់ដោយសញ្ញានៃរ៉ាដាដូច្នេះវាអាចចូលទៅក្នុងដែនដីរបស់សត្រូវដោយមិនត្រូវបានរកឃើញនិងបើកផ្លូវសម្រាប់យន្តហោះចម្បាំងផ្សេងទៀតចូលមកដោយរំខានដល់ឧបករណ៍ចាប់របស់សត្រូវក៏ដូចជាសញ្ញានៃការទំនាក់ទំនងយន្តហោះប្រភេទ V-22 Osprey ដែលមានតម្លៃ$118 លានអាមេរិកយន្តហោះចម្បាំងនេះគឺជាគំរូដ៏ល្អនៃការសហការគ្នាឬក៏ការរួមបញ្ចូលគ្នានៃឧទ្ធម្ភាគចក្រនិងយន្តហោះមួយការផលិតយន្តហោះចម្បាំងនេះត្រូវបានផ្អាកនៅពេលដែលមានឧបទ្ទវហេតុមួយដែលបានសម្លាប់មនុស្ស30នាក់ដែលកំពុងធ្វើដំណើរដោយប្រើយន្តហោះនេះយន្តហោះប្រភេទ F-35 Lightning II ដែលមានតម្លៃ$122 លានអាមេរិកយន្តហោះចម្បាំងនេះគឺជាប្រភេទយន្តហោះដែលមានល្បឿនលឿននិងរហ័សខណៈពេលដែលកំពុងធ្វើសង្គ្រាមនៅលើដែនអាកាសនោះហើយជាហេតុផលដែលនាំឲ្យមានការផលិតយន្តហោះប្រតិកម្មចម្បាំងធុន F-35 ដ៏ល្បីល្បាញដែលទំនងជាបានឆ្លើយតបទៅនឹងតម្រូវការនៅក្នុងវិស័យយោធាយន្តហោះនេះមិនអាចត្រូវបានរកឃើញដោយឧបករណ៍រ៉ាដារបស់សត្រូវបាននោះទេយន្តហោះនេះប្រដាប់ដោយអាវុធជាន់ខ្ពស់ហើយត្រូវបានប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវនៅលើដែនអាកាសយន្តហោះប្រភេទ E-2D Advanced Hawk ដែលមានតម្លៃ$232 លានអាមេរិកយន្តហោះចម្បាំងប្រភេទនេះត្រូវបានរចនាឡើងក្នុងគោលបំណងនៃការទំនាក់ទំនងគ្នាខណៈពេលកំពុងធ្វើសង្គ្រាមនៅលើដែនអាកាសបើទោះជាអ្នកផលិតយន្តហោះនេះបានបញ្ជាក់ថាយន្តហោះនេះមានប្រសិទ្ធភាពក្នុងវិស័យយោធាដែលអាចទុកចិត្តបានក៏ពិតមែនប៉ុន្តែជាអកុសលយន្តហោះនេះមិនត្រូវបានប្រើប្រាស់នៅក្នុងវិស័យយោធាទេយន្តហោះប្រភេទ VH-71 Kestrel ដែលមានតម្លៃ$241 លានអាមេរិកនេះគឺជាយន្តហោះចម្បាំងមួយក្នុងចំណោមយន្តហោះចម្បាំងថ្លៃបំផុតទាំង10នៅលើពិភពលោកហេតុផលចម្បងដែលធ្វើឲ្យយន្តហោះនេះត្រូវបានស្ថាបនាឡើងនោះគឺដើម្បីជំនួសយន្តហោះអមដំណើររបស់ប្រធានាធិបតីយន្តហោះប្រភេទ P-8A Poseidon ដែលមានតម្លៃ$290 លានអាមេរិកនេះគឺជាប្រភេទយន្តហោះចម្បាំងដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កងការពារដែនអាកាសសហរដ្ឋអាមេរិកតួនាទីចម្បងរបស់វាគឺបាញ់ទៅលើនាវាមុជទឹករបស់សត្រូវដោយប្រើប្រាស់មីស៊ីលយន្តហោះនេះអាចបង្កឲ្យមានការបំផ្លិចបំផ្លាញដ៏ធំធេងជាងអ្វីដែលអ្នកអាចស្រមៃទៅទៀតយន្តហោះប្រភេទ C-17A Globemaster III ដែលមានតម្លៃ$328 លានអាមេរិកនេះមិនមែនជាយន្តហោះចម្បាំងធម្មតានោះទេយន្តហោះចម្បាំងប្រភេទនេះមានសមត្ថភាពបញ្ជូនសម្ភារៈយោធាទីហ៊ានទៅកាន់គ្រប់ទីកន្លែងនៅលើផែនដីនេះក្នុងអំឡុងពេលសង្គ្រាមយន្តហោះចម្បាំងប្រភេទនេះមានភារកិច្ចបញ្ជូនកម្លាំងយោធាដែលមានប្រដាប់អាវុធទៅកាន់ទឹកដីសត្រូវយន្តហោះប្រភេទ F-22 Raptor ដែលមានតម្លៃ$350 លានអាមេរិកយន្តហោះចម្បាំងប្រភេទនេះត្រូវបានផលិតឡើងដើម្បីទប់ទល់នឹងប្រភេទយន្តហោះចម្បាំងរបស់រុស្ស៊ី
យន្តហោះប្រភេទ B2 Spirit ដែលមានតម្លៃ$737 លានអាមេរិកនេះគឺជាប្រភេទយន្តហោះចម្បាំងមួយទៀតដែលមិនអាចត្រូវបានរកឃើញដោយរ៉ាដារបស់សត្រូវបាននោះទេយន្តហោះចម្បាំងនេះត្រូវបានរចនាឡើងដើម្បីដឹកអាវុធនុយក្លេអ៊ែរហើយនៅតែអាចហោះហើរបានយ៉ាងល្អសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមកុំភ្លេចចុច Like និង Subscribe